ជំរាបសួរក៏ដូចជាសួស្តីបងប្អូនដែលចូលចិត្តស្ទួយត្រីទាំងអស់ឥឡូវនេះវីដេអូនេះខ្ញុំនឹងធ្វើបទបង្ហាញអំពីរបៀបនៃការបោះហើយនិងរបៀបនៃការថ្លឹងនុយហើយនិងរបៀបនៃការដោតនុយព្រោះភាគច្រើនខ្ញុំលេងនុយវែងបងប្អូនហើយផ្លែហ្នឹងគឺជាផ្លែដែលខ្ញុំធ្វើផ្ទាល់ដៃបងប្អូនកុំភ្លេចជួយជឿម្នាក់មួយផ្លែផងហើយភាគច្រើនខ្ញុំលេងនុយវែងទេបងប្អូនឥឡូវនេះខ្ញុំធ្វើការចាប់ដាំដោតនុយហើយបច្ចេកទេសនៃការដោតនុយរបស់ខ្ញុំបងប្អូនទាំងអស់គ្នាគឺខ្ញុំដោតចន្លោះនៅផ្នែកខាងឆ្វេងហើយធ្ពុកជើងខាងស្ដាំបងប្អូនទាំងអស់គ្នាធ្ពុកក៏ជើងខាងស្ដាំជើងកែបបងប្អូនយើងធ្ពុកមកហើយឥឡូវនេះធ្ពុកហើយបងប្អូនទាំងអស់គ្នាយើងធ្ពុកហើយយើងត្រួតពិនិត្យមើលថាវាទំនងអត់បើសម្រាប់ខ្ញុំគឺប៉ុណ្ណេះគឺអូខេហើយគឺខ្ញុំលេងបានហើយខ្ញុំនឹងអាចថាវានឹងខំព្រោះធម្មតាយើងអ្នកដោតនុយយើងមើលទៅថាវាទំនងវាគួរតែតាក់ទាញគឺវាតាក់ទាញតាមនឹងដែរហ្នឹងមេទាំងអស់គ្នាហើយមើលជាក់ស្ដែងមេគឺរបៀបដោតនុយរបស់ខ្ញុំគឺគេដោតអញ្ចឹងហើយបន្ទាប់មកយើងនឹងដាក់ស្នាប់ពួកខាងខ្ញុំសបោដើមទំលងអញ្ចឹងណាបងប្អូនខ្ញុំដាក់ស្នាប់ទំលងហើយបន្ទាប់មកយើងកាត់វាហើយយើងយកវាមកដោតនៅចុងផ្លែហើយកុំភ្លេចអ្វីដែលជាពិសេសជាងគេគឺកុំភ្លេចកាត់កន្ទុយកន្លែងកន្ទុយផ្លែដើមធៀងប្រឡងយើងហ្នឹងកន្ទុយផ្លែហ្នឹងមេហើយកុំភ្លេចកាត់តម្រឹមវាស្អាតមកដើម្បីអីដើម្បីកុំឲ្យតាក់ហើយបន្ទាប់មកនោះជើងកែបគឺខ្ញុំទៅកាត់ចោលព្រោះកាលណាទៅអូសនុយវិលគឺបញ្ហាមកពីជើងកែបហ្នឹងដែរអញ្ចឹងខ្ញុំត្រូវកាត់ចោលមកដើម្បីអីគឺដើម្បីឲ្យវាបោះទៅគឺ smooth ល្អពេលយើងអូសមកវិញបាទអូខេឥឡូវនេះការដោតនុយរបស់យើងគឺហើយនឹងស្រស់ស្អាតមែនតើហើយបន្តមកគឺរបៀបនៃការថ្លឹងនុយអញ្ចឹងសូមអធិស្ឋានបងប្អូនដែលស្មាត់ចាស់កុំប្រកាន់អីព្រោះខ្ញុំដៃថ្មីហើយខ្ញុំក៏ធ្វើបទបង្ហាញដើម្បីឲ្យដៃថ្មីគាត់បានទស្សនាហើយនឹងយកអនុវត្តខ្ញុំសង្ឃឹមថានឹងជោគជ័យទាំងអស់គ្នារបៀបនៃការថ្លឹងនុយវាអត់មានពិបាកទេបងប្អូនពេលយើងច្បាច់លុកហើយគឺយើងត្រូវសេរីកន្លែងកតុយត្រីវាហ្នឹងបងប្អូនយើងសេរីយើងរឹតបន្តិចទៅឲ្យនុយធ្លាក់មកកុំឲ្យធ្លាក់ខ្លាំងហើយនុយធ្លាក់មកបន្តិចម្ដងហើយខ្ញុំសេរីម្ដងជាពីរដងគឺឃើញថានុយធ្លាក់មក smooth មិនសិនអញ្ចឹងខ្ញុំសម្រាប់យកប៉ុណ្ណឹងហើយពាក់ព័ន្ធនៅខាងជំហៀងខាងឆ្វេងហ្នឹងដែរបើខ្ញុំហៅកន្លែងសេរីខ្យល់ហើយខ្ញុំគឺទៅបិទអស់ព្រោះដោយសារអីព្រោះកន្លែងដែលខ្ញុំលេងហ្នឹងគឺខ្ញុំត្រូវបោះច្រាសខ្យល់បងប្អូនអរគ្នាអញ្ចឹងខ្ញុំត្រូវបិទខ្យល់តែកាលណាមានខ្យល់មកច្រាសអញ្ចឹងខ្ញុំត្រូវបិទហើយខ្ញុំមិនអាចបើកបានទេអញ្ចឹងរបៀបនៃការលេងរបស់ខ្ញុំតែប៉ុណ្្នឹងទេបាទអូខេឥឡូវបងប្អូនទាំងគ្នាចាំទស្សនាមើលថាបោះតាក់អត់អូខេឥឡូវនេះគឺអត់ទេអីបងប្អូនអរគ្នាក៏តែជំហានដំបូងគឺយើងមិនអាចបោះបានឆ្ងាយបានទេបងប្អូនយើងត្រូវស្ទាបស្ទង់សិនតែកាលណាយើងចង់បានឆ្ងាយព្រាមគឺហានិភ័យហើយអញ្ចឹងយើងត្រូវបោះបន្តិចម្ដងអញ្ចឹងណាឃើញទេបងប្អូនអរគ្នាគឺអេមសេមគឺប៉ុណ្ណឹងគឺអេមអញ្ចឹងយើងអាចលេងបានបងប្អូនអរគ្នាហើយកុំភ្លេចជួយ follow ហើយនិង like share ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាពីខ្ញុំលីឡា